បាទសួស្តីពុកម៉ែបងប្អូនមកថ្ងៃនេះគឺមកនិយាយពី class D ប្រភេទ volt ទាបតិចពុកម៉ែបងប្អូនបាទនេះជា class D បាទប្រភេទ volt ទាបវាអាចប្រើប្រាស់បានចាប់ពីភ្លើងបុកដក 38V ដល់មិនបាច់កែទេពុកម៉ែបងប្អូនបាទមិនបាច់កែទេហើយកម្លាំងរបស់វាគឺ 500W បាទ 500W អាចប្រើដល់ 70V ឬក៏ 60V ជាងបាន1 A បាទបាន1 A បាទនេះគឺ volt ទាបបាទចំណែកអាវ៉ុលកពស់គឺខ្ញុំធ្វើ promotion កាលពីវីដេអូមុននោះគឺបងប្រុសនៅខាងភ្នំពេញគាត់យកហើយពុកម៉ែបងប្អូនបាទគាត់យកហើយអញ្ចឹងក៏ដាច់ stop ហើយបាទតែខាងភ្នំពេញពីផ្ទាំងទៅខាងបាត់ដំបងពីផ្ទាំងបាទហើយខ្ញុំមានតែ4ផ្ទាំងឥឡូវអស់ហើយអាវ៉ុលកពស់បាទតែនេះគឺ volt ទាបពុកម៉ែបងប្អូនបាទ volt ទាបអញ្ចឹងឈុតនេះបាទវាលឺនិយាយទៅវាដូចតែគ្នាទេពុកម៉ែបងប្អូនវាដូចតែគ្នាទេកម្រិតសំឡេងរបស់វាដោយសារវាជាប្រភេទសំឡេង 500W ដូចគ្នាគ្រាន់តែនេះវាអាចប្រើvolt ទាបបានហើយមួយទៀតវាអាចប្រើvolt ខ្ពស់បានបាទហើយលក្ខណៈដែលវាខុសគ្នាគឺវាខុសគ្នាត្រង់ IC មួយនេះបាទកងដងក៏ខុសគ្នា IC ខាងមុខនេះក៏ខុសគ្នាស្នាប់ចូលសញ្ញាក៏ខុសគ្នាដែរបាទក៏ខុសគ្នាដែរអញ្ចឹងពុកម៉ែបងប្អូនបាទមានចំណាប់អារម្មណ៍អីអាចតើតើមកខ្ញុំបានដោយសារ volt ទាបយើងត្រូវរកដុំភ្លើងអញ្ចឹងពុកម៉ែបងប្អូនបាទដុំភ្លើងចាស់អាំភ្លីយើងពុកម៉ែបងប្អូនបាទអាំភ្លីចាស់អាចដាក់វាបានហើយបាទចាប់ពីបុកដក 30V ជាងឡើងបាទហើយបើភ្លើងវាទាបយើងអាចកែវាបានបាទអាចកែបានរកជាងកែបន្តិចទៅឲ្យវាឡើងឧទាហរណ៍ថាដុំភ្លើងអាំភ្លីខ្លះប្រភេទ 20V បុកដកយើងអាចកែបានពុកម៉ែបងប្អូនដូចខ្ញុំពងប្រើនេះគឺ 20V បុកដកបាទតែគ្រាន់តែថាយើងប្រើទៅវាអុកវាមិនទៅធ្ងន់ដូចដុំភ្លើងតែធំពុកម៉ែបងប្អូនបាទដុំភ្លើង 35V តែម្ដងគឺអេមពុកម៉ែបងប្អូនបាទដុំភ្លើង 35V ដាក់កង់ដល់ដាក់អីទៅបាន 40V ជាងហើយបាទ40V ជាងហើយអញ្ចឹងគឺអេមបាទតែបើសម្រាប់ដុំភ្លើងមិញហ្នឹងគឺប្រើបានតែមិនអេមទេបាទប្រើបានតែមិនអេមទេហើយសម្រាប់ពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចទៅខ្ញុំបានបាទតាមលេខទូរស័ព្ទ096 729307បាទហើយ076265624បាទ097863232លេខទូរស័ព្ទមានដាក់នៅក្នុងចំណងជើងវីដេអូផងដែរពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនអាចឆាតមកតាម Telegram បានបាទដោយសារលេខទូរស័ព្ទខ្ញុំទាំង3ខ្សែគឺសុទ្ធតែមាន Telegram បាទអាចទៅមកសាកសួរព័ត៌មានតាមរយៈ Telegram បានអរគុណជម្រាបលា